ដោះស្រាយឲ្យគាត់ទៅព្រោះគាត់បែបដូចជាចង់ដឹងណាឧបាសិកានេះគាត់សរសេរដៃគាត់នេះអក្សរកមុចដូចទៅពីកូនខ្មែរអញ្ចឹងគាត់តែគួរស្ងើចគាត់ណាសរសេរត្រឹមត្រូវផងនៅត្បូងឃ្មុំនៅខាងស្រុកត្បូងឃ្មុំនៅផ្សារស៊ូតាមអាត្មាមើលទៅចាស់គាត់ដាក់ថាទូលព្រះបង្គំជាខ្ញុំនាមណែអាត្មាមិនដែលនិយាយទេពីព្រោះអានេះបបះមកលើពាក្យអស់ចឹងប៉ុន្តែសូមជម្រាបអ្នកអីគេពេកឈ្មោះទៅអ្នកឧបាសិកាយូលីគេមិនដែលនិយាយទូលព្រះបង្គំទេអ្នកនិយាយរួងនិយាយស្ដាច់អីក៏ដោយគេថាខ្ញុំម្ចាស់បើស្រីគេថាខ្ញុំម្ចាស់ប៉ុន្តែគាត់មិនសូវយល់រាជស័ព្ទមិនបន្ទូលទេសូមឲ្យចាំទៅទាំងអស់លោកអ្នកស្ដាប់ស្រីគេមិនដែលនិយាយទូលព្រះបង្គំទេតោះក៏បានគេនិយាយទូលព្រះបង្គំទូលបង្គំបើស្រីគេថាខ្ញុំម្ចាស់ពួកខ្លះក៏ដាក់ទូលព្រះបង្គំជាខ្ញុំម្ចាស់ទៀតពួកជ្រុលណាឧបាសិកាយូលីអាយុ52ឆ្នាំជាតិខ្មែរនៅខាងលិចផ្សារស៊ូងស្រុកត្បូងឃ្មុំខេត្តកំពង់ចាមខ្ញុំម្ចាស់អាត្មាថាតាមចុះសូមបង្អោនកាយវិជ្ជាចិត្តមើលឃើញសោះក៏អាចចាំគេគាត់សួរខ្លីទេបានយកមកដោះស្រាយគាត់ញោមកាយវិជ្ជាចិត្តគោរពដល់ជ្រាលជ្រៅចំពោះសម្ដេចជាទីគោរពនិងសូមក្រាបទូលអំពីភាសាខ្មែរយើងទាំងអស់ពុំដឹងជាធំឬមិនចឹងពេលត្រង់សេចក្តីដែលកូនក្មួយហៅឪពុកធំនិងម្ដាយធំថាធំទាំងអស់ពុំដឹងជាធំស្រីឬធំប្រុសខាងម្ដាយឬខាងឪពុកទេចំណែកខាងអ្នកនៅស្រុកស្រែចំការច្រើនតែប្រើពាក្យធំពុំសូវមានពាក្យថាទេគាត់ដាក់ថាដូចអ្នកនៅទីក្រុងទេខ្ញុំម្ចាស់ឆ្ងល់ណាស់ត្រង់ពាក្យនេះអាចដូចម្ដេចបានជាចាស់ទុំពុំយកមកប្រើឲ្យបានច្រើនដូចពាក្យធំនេះអាចនេះផងត្រង់ពាក្យនេះមួយណាប្រសើរជាងណាហេតុដូចម្ដេចបានជាមាហៅថាពូទៅវិញពុកមានិងមីងហៅថាមីងអូយពុំដឹងជាប្អូនឪពុកឬប្អូនខាងម្ដាយទេចំណែកខាងបងថ្លៃប្រុសនិងបងថ្លៃស្រីក៏ហៅថាអ្នកដូចគ្នាពុំដឹងជាបងថ្លៃនឹងខាងណាទេខាងប្តីឬខាងប្រពន្ធក៏ពុំដឹងម្យ៉ាងទៀតអង្គលោកប្រុសហៅប្រពន្ធថាអូនប្រពន្ធគាត់មកចឹងថាអូននៅប្រពន្ធហៅប្រពន្ធវិញហៅប្តីថាបងនេះជាពាក្យល្អហើយតែដូចជាច្រឡំថាបងប្អូនបង្កើតថាបងប្អូនតែកើតចេញពីពុកម្ដាយតែមួយខ្ញុំម្ចាស់សរសេរសម្បត្តិនេះទាំងសេចក្តីល្ងងខ្លៅពុំយល់ពាក្យរយៈជ្រៅសោះសេចក្តីដូចក្រាបគុំទូថ្វាយខាងលើនេះសូមសម្ដេចជាម្ចាស់ទ្រង់វែកញែកពន្យល់ខ្ញុំម្ចាស់ឲ្យអស់សេចក្តីសង្ស័យឲ្យទៀតគាត់សួរអញ្ចឹងទៅណែអ្នកយូលីសួរហ្នឹងក៏សង្កត់ឆ្ងល់មែនទេប៉ុន្តែអាត្មាសូមដោះស្រាយអញ្ចឹងចំណែកគឺស្រាយគេសន្មត់ឲ្យទេពីព្រោះខ្មែរយើងមិនដូចជាតិដទៃមិនដូចបាលីទេបាលីគេតែលឺឡើងគេដឹងថាខាងឪពុកឬខាងម្ដាយមកភាសាដទៃដូចចិនដូចជាតិណាក៏គេមានអញ្ចឹងច្រើនតែខ្មែរគឺថាបើមីងហ្នឹងគេចូលថាមីងប្អូនឪឬប្អូនម៉ែថាមីងខាងម្ដាយមីងខាងឪពុកមីខាងម្ដាយមីខាងឪពុកអានេះគេដាក់បន្ថែមអាត្មាស្មានទៅគឺបុរាណយើងពីដើមមិនមែនជាល្ងងសពប៉ុណ្ណឹងទេប៉ុន្តែលោកមិនចង់ឲ្យយើងពិបាកក៏គេហៅអញ្ចឹងទៅមកទៅពាក្យថាថានេះពាក្យនេះក៏ទៅនឹងកើត
ជាសម័យតមកក្នុងក្រុងទេអ្នកស្រុកក្រៅគេមិនសូវដែលប្រើប៉ុន្តែបើកាលណានិយាយថាធំថាអីឪពុកធំម្ដាយធំបើអ្នកដែលគេរើសអើងគេថាសំដីអ្នកស្រែតាមការពិតទៅមិនដឹងអ្នកស្រែអ្នកកំពេញណាទេពាក្យអ៊ំនោះខ្លះហៅអ៊ំខ្លះហៅអ៊ំគេហៅពាក្យទំយើពាក្យលើកទំយើថ្នមតែធំនោះគឺធំណាប៉ុន្តែធំហៅអ៊ំខ្លះអ៊ំខ្លះអ៊ំទៅនឹងពាក្យទំយើនឹងដូចជានិយាយលើកចាស់និយាយក្មេងតូចតាចចឹងអាស្រ័យបរិភោគស៊ីគេថាញ៉ាំហ្នឹងគេពាក្យទំយើគេនិយាយតែក្មេងតូចទេទើបចេះស្ដីលឹកដកបន្តិចតួចហ្នឹងម៉ែបងប្អូននាងញ៉ាំទៅកូនគេញ៉ាំនេះទៅដល់ពេញកមុំហើយលែងញ៉ាំហើយមួយបាត់ដេកគេថាគេងនឹងគេហៅពាក្យទំយើពាក្យថ្នមកាលនៅតូចគេងទៅកូនគេងទៅនឹងគឺកាលនៅតូចចាំដល់ធំហើយកំឡោះហើយគេអញទៅរកគេងសិនណាដែលគេថាហ្នឹងអាត្មាស្មានទៅទេដែលគេនិយាយថាគេងនេះគេថាឲ្យគេមានអាយុវែងណាពីព្រោះគេចំចាស់ញ៉ាំមែនណាគេថាឲ្យគេនៅតែក្មេងអញ្ចឹងនេះដល់បកស្រាយតាមយល់ទេអញ្ជើញគេងទៅក្មេងនិយាយចាស់ពាក្យហ្នឹងក៏ស្រាញ់គេប្រើចុះយើងមិនទទួលទេប៉ុន្តែគេហៅថ្នមមហួរដល់តាញ៉ាំហើយនៅតាគាត់ថាអីដែរគាត់ចង់រស់យូរដែរថាវាហៅឯងទៅកូនក្មេងនេះហើយបាតានឹងគាត់មានកំណត់ជ្រៅគាត់ខំគាត់ថាយកឲ្យឯងក្មេងឲ្យឯងអាយុវែងប៉ុន្តែបើនិយាយតាមការពិតក្នុងរបបស្នាមគេមិនប្រើសោះគេហៅពាក្យទំយើពាក្យមញ៉ែមញ៉គេនឹងហៅពាក្យមញ៉ែមញ៉មិនមែនតែមួយប៉ុណ្ណឹងទេបបៅខ្លះថាមឹងខ្លះថាអឹមខ្លះថាបំអីថាស្អីគេសន្មត់ទេអ្នកកុំឆ្ងល់អីអ្នកយូលីកុំឆ្ងល់អ្នកចង់និយាយមិននិយាយទៅចុះប៉ុន្តែយើងធ្លាប់ថាធំទៅព្រោះចង់ខាងម្ដាយខាងឪពុកទៅរួចនេះគាត់បាលីមាតុលាគឺមាខាងម្ដាយឪពុកធំខាងម្ដាយអញ្ចឹងតែបើឲ្យច្បាស់គេថាមហាមាតុលាគឺឪពុកធំហ្នឹងគាត់ថាមាតុលាទៅទេគេថាមាព្រោះចុះបើជាស្ត្រីវិញគឺមាតុឆាម្ដាយមីងខាងម្ដាយព្រោះបើជាខាងឪពុកថាពេតុឆាគឺម្ដាយមីងខាងឪពុកព្រោះមាតុលាមាខាងឪពុកមហាមាតុលាគឺឪពុកធំខាងឪពុកខាងម្ដាយខាងឪពុកពេតុលាបានពីបុរាណគេហៅពេដុលគេមិនថាពេតុលានេះគេថាពេដុលព្រះពេដុលគឺពាក្យរាជស័ព្ទគឺថាពាក្យកស័ព្ទហ្នឹងដូចទៅជាឪពុកធំខាងបិតាអូឆ្ងល់មួយទៀតថាម៉េចនឹងពាក្យអ៊ំនេះគេអ្នកក៏ឆ្ងល់អ៊ំហ្នឹងទៅឥឡូវអាត្មាដោះស្រាយទៅហ្នឹងណាព្រោះត្រង់មីនេះអ្នកសរសេរនេះត្រូវមានខ្លះសរសេរមីនឹងញោអានមីងនឹងនិយាយឲ្យម៉េចមីងអាហ្នឹងដល់ទៅហ្នឹងអាត្មាសុំថាមួយទៀតទីពាក្យមីនិងមីអ្នកប្រពៃនេះនិយាយមីច្រើនណាស់មីនេះមីនោះមីឯងមិនក៏ទៅជាមីទៅវិញគឺមេបាអាត្មាដូចជាមិនចេះនិយាយតែមកតាំងពីកើតក្មេងចេះស្ដីឡើងនិយាយតែមេអញ្ចឹងក៏កូនចៅគេហៅថាណែមេនេះមកណែគេមិនចេញឈ្មោះដែរដល់ស្និទ្ធចិត្តនេះមីអត់ទេមីគាត់ថាមិនចាក់ខុសចាប់អីទេស្រាញ់ប្រើចុះព្រោះបើគេចង់និយាយថាកូនប្រុសកូនស្រីដូនតាដល់ដូនហ្នឹងគឺថាច្បាស់លាស់ជាដូនណាប៉ុន្តែនឹងខាងឪពុកខាងម្ដាយតាអញ្ចឹងបុរាណគ្មានពាក្យយាយទេមានតែដូន
មានឈ្មោះស្រុកមានឈ្មោះស្រែមានឈ្មោះភូមិអីសពថ្ងៃដូចជាដូនស្ដើមព្រែកប្រទេសអីព្រែកដូនស្ដើមអីហ្នឹងគឺពីដើមគ្មានពាក្យយាយទេយាយនេះគឺមិនកើតខាងក្រោយទេយាយហ្នឹងវាដោយមកពីភាសាជិតខាងយើងដូចទៀវដូចថៃជាដើមគេនិយាយប៉ុន្តែគេនិយាយមិនច្រឡំគេថាពូយ៉ាតាយាយពូយ៉ាតាយាយគឺជាដូនពីតាខាងឪពុកខាងម្ដាយគេហៅខុសគ្នាហើយយើងក៏ថាពូយ៉ាតាយាយគេហៅអញ្ចឹងទៅដល់យាយហ្នឹងវាជាប់មកពីយាយហ្នឹងយើងក៏យកមកប្រើខ្លះទៅឯពិតជាពាក្យខ្មែរបុរាណគេមិនដែលហៅយាយទេគេហៅថាដូនជួយដំណើរដូនបើគួរសមទៅអញ្ជើញទៅណាជីដូនអើយក៏ចាំថ្ងៃចេះជីដូនពាក្យថាជីដូនគឺយាយនោះគាត់ចាស់ហើយគាត់កាន់សិលស្លៀកសធ្វើដូចជាយាយជីអញ្ចឹងអានេះគេហៅជីដូនជីនឹងជាពាក្យគោរពល្អណាស់បើបួសនេនសឹកមកហៅជីមកអីថាជីពីទេពមកទេពហៅជីទេពបើបួសផឹកសឹកមកហៅថាណែអ្នកទេពហើយដល់ហៅទៅសឹកថ្មីថាអន្តិតមកទៅទៀតថាបណ្ឌិតពីព្រោះគេថារៀនសូត្រចេះដឹងជាអ្នកមានការជ្រៅជ្រះហើយបានគេហៅបណ្ឌិតហ្នឹងគ្មានបានដល់ថ្នាក់ដុកទ័រទេបណ្ឌិតហ្នឹងចេះទៅហៅទៅចង់អាគ្មានសរសេរអក្សរមិនត្រូវក៏បណ្ឌិតដែរបានជាចាស់ទុំហៅបណ្ឌិតខ្លាយមកជាអន្តិតណែអ្នកអន្តិតមកពីណានឹងគឺបុព្វក៏ដោយបុនេនក៏ដោយបើទើបសឹកថ្មីហៅអន្តិតចុះបើហៅរូបរួមហៅជីអូក្មេងនេះបើនៅសឹកមកទើបសឹកពីភ្នោះវាត្រឹមត្រូវបើត្រឹមត្រូវជាអាជាបានជាហៅជីដល់បាត់ហើយនៅតែជាជីតាជីនៅមានបានជាពាក្យថាម៉េចថាកុំដើរពីស្គុំកុំកាត់ជើងសមណៈជនជីកុំអោយក្តីត្រូវពាក្យណែក៏និយាយចំភាក្នុងក៏និយាយនិពន្ធក៏និយាយចំភាថាសមណៈជនជីកុំអោយក្តីត្រូវកុំងឿងដោយខ្យល់កុំអោនពាក្យពលកុំខ្វល់ដោយស្រីកុំកាន់ពឹសយងគប់នៅស្ត្រីសមណៈជនជីកុំអោយក្តីត្រូវនេះបានសេចក្តីថាយេជីតបោះលោកលេងលោកហ្វឹកអ្នកបួសប្រមាណហៅសមណៈជននោះគឺកុំទៅកើតក្តីនឹងពួកនឹងកុំយកខ្លួនទៅពាល់កុំឆ្លោះពួកនឹងបានជាលោកថាសមណៈជនជីកុំអោយក្តីត្រូវកុំទៅវល់វឹកលោកបុរាណគេថាភ្លើងបើណាចង់ប្តឹងពីលោកសង្ឃអីឆ្លោះប្រកែកពីនេះពីនោះថាញៀងអើយកុំពាល់ភ្លើងវើយកដៅណានឹងគេនិយាយពីបទបាបគេថាចុះរកទៅលេងនឹងពួកទីពោធំហ្នឹងនឹងជាបុរាណឲ្យអ្នកអាត្មា